và tôi đây bằng một học nghiệp và có một trăm trường này thì tôiบอกnhững tài liệu của mình ngoài ra cái chiều với đậu thì bay lại nhằm nhằm bằng hai những cái đi qua tà chẳng ở đây tất kia đi qua tà chẳng biết cái chia các còn nạp spec nó không có để đại dương cái ca share để ao user đặc biệt trong này user cònអាចដាក់ data បានហើយចំពោះuser ដែលគាត់អាចដាក់ data បានហ្នឹងគឺអាស្រ័យទៅលើ IP គាត់ជាអ្នកកំណត់បែរថា IP គាត់កំណត់ទំហំប្រមាណ G ដែល1 G 2 G អីចឹងទៅ user គាត់អាចដាក់ data បានតែប៉ុណ្្នឹងដែរតែគាត់អាចដាក់បានលើសពីហ្នឹងបានទេហើយថ្ងៃនេះខ្ញុំមកដាក់កំណត់ត្រឹម 100G អញ្ចឹងជំហានដំបូងមុននឹងយើងធ្វើការ record តើយើងត្រូវចូលមកកាន់អឺ install file មួយសិនគឺ file server resource manager គឺដើម្បី install យើងចូលមកកាន់ server manager យើងហ្នឹងអឺតើយើងមកចូលមកដល់ server manager យើងត្រូវចូលមក add role and feature តោះមកយើងយក next next ហើយយើងយកកន្លែង file and storage device យើងយក file កន្លែងទី1ហ្នឹងមក file នេះមកហើយយើង search add កន្លែង file and server resource manager តោះមកយើងចុច next មកហើយយើងធ្វើការ install បន្ទាប់ពី install យើងត្រូវចូលមើលកន្លែងដើម្បីយើងមើលទៅលើយើង install ហ្នឹងពេលដែលពេញយើងចូលមកកាន់ tool ហើយយើងយកពាក្យអឺ file server resource manager តាមមកយើង double click លើ quota management ហើយយើងធ្វើការបង្កើត quota template ដែលយើងចុច right click insert double click តាមមកយើង right click នៅលើហ្នឹងមកហើយចុច create new quota template តាមមកយើងធ្វើការដាក់ឈ្មោះអឺយើងដាក់មិនក៏បានដែរឈ្មោះយើងដាក់អីចំណាំមកខ្ញុំដាក់ DC CES CE test ហើយយើងកំណត់វាធំ 100G ហើយមានច្រើនវាកំណត់ដូចជា GB GB ឬក៏ TB ហើយយើងកំណត់ធំ MB អញ្ចឹងវា100 MB ហើយយើងធ្វើការចុច add បន្ទាប់មកយើងចុច event log ហើយយើងចុចកន្លែងមកដើម្បីធ្វើការ mistake បែរថាពេលគេផ្ញើអីមកវា load alert mistake មកឲ្យយើងហើយយើងចុច OK បន្ទាប់មកយើងចុច OK តិចមកវានឹងធ្វើការបង្កើតឈ្មោះ DC test ហ្នឹងហើយដោយសារនេះខ្ញុំបង្កើតហើយម្ដងហើយអញ្ចឹងវា load មក DC test កន្លែងហ្នឹងមកតោះមកយើងធ្វើការបង្កើត quota ម្ដងហើយយើងធ្វើការចុច right click ចុច right click មកយើងចុច create quota បន្ទាប់មកយើងបង្កើតឈ្មោះមកដូចខ្ញុំដាក់ data 100 MB បងប្អូនខ្ញុំទោះយើងចូលមកកាន់ browser តាមមកយើងដាក់ file របស់យើងមកហើយនេះ file ខ្ញុំបង្កើតហើយគឺ data 100 MB អញ្ចឹងបើយើងអត់ទាន់មានយើងអាចចុចកន្លែង new file make new file make new folder ហ្នឹងមកហើយយើងបង្កើត folder មកថ្មីមកហើយដោយសារនេះខ្ញុំបង្កើតហើយម្ដងហើយអញ្ចឹងយើងធ្វើការចុច create មកពេលដែលយើងដាក់មក folder ហ្នឹងចុច OK create មកបន្ទាប់មកវានឹង load បានហើយនេះដោយសារខ្ញុំបង្កើតហើយម្ដងហើយអញ្ចឹងវាអត់ load មកទៀតទេនេះខ្ញុំបង្កើតហើយម្ដងហើយអញ្ចឹងបន្ទាប់មកយើងធ្វើការ share folder ហ្នឹង share file ហ្នឹងអញ្ចឹងយើងចូលមកកាន់server manager យើងអត់ដែរហ្នឹងបន្ទាប់មកយើងចុច file and storage device ហើយយើងចុច share យើងចុច type បន្ទាប់មក new share ហើយយើងចុច next ហើយយើងយកទី1ហើយយើងចុច next តាមមកយើងយកពាក្យ type custom path តាមមកយើង link ទៅ browser ណាហើយនេះខ្ញុំដាក់data 100 MB មកហើយ select តាមមកចុច next next ទៀតហើយដោយសារខ្ញុំបង្កើតហើយអញ្ចឹងវានឹង load ទៅដល់កន្លែងមួយដែលឲ្យយើងធ្វើការដាក់ឈ្មោះក្រុមរបស់ local របស់យើងឈ្មោះក្រុមហើយដោយសារខ្ញុំដាក់ក្នុងក្រុម
account admin អញ្ចឹងវានៅក្នុងក្រុម account admin ដែរហើយដល់ពេលយើងបង្កើតដាក់វាចូលក្រុមហើយយើងធ្វើការចុច list ហើយ create តាមហ្នឹងទៅបន្ទាប់មកវាធ្វើការលោតឲ្យយើងហើយនេះក្រុមដែលយើងបង្កើតមកហ្នឹងគឺ data អឺ folder ដែលយើងបង្កើតមកហ្នឹងគឺ data 100 MB ហើយនេះគឺជា quota របស់វាចំនួននេះ limit 100 100 មេ 100 G ហើយនេះយើងអត់បានប្រើទេអញ្ចឹងវា0%ដោយសារយើងអត់បានដាក់ file ចូលទេអញ្ចឹងឲ្យថាយើងបង្កើតបានហើយចំពោះដំណើរការបន្តទៀតយើងធ្វើការចូលទៅក្នុង Windows Client ដើម្បីយើងធ្វើការ share ឬក៏យើងតេស្តមើលអញ្ចឹងចំពោះវីដេអូគឺមានតែប៉ុណ្្នឹងទេអរគុណបងប្អូនអ្នកគ្នាសម្រាប់ការទស្សនាកុំភ្លេចជួយ Subscribe ដើម្បីទទួលបានវីដេអូថ្មីៗ